នេះជាការ download កម្មវិធី Microsoft Word តោះឥឡូវយើងទៅមើលពីការ download ទាំងអស់គ្នាតោះឥឡូវអ្នកនរគ្នាគ្រាន់តែបើកកម្មវិធីចូលមកហើយ search ពាក្យថា config ចុច office.com បន្ទាប់មកយើង enter វាមកបន្ទាប់មកយើង scroll វាមកក្រោមហើយយកពាក្យថា create បន្ទាប់មកកន្លែងទៅហ្នឹងយើងយក64 bit ព្រោះកុំព្យូទ័រយើង64 bit កន្លែងទៅនេះដែរអ្នកទាំងអស់គ្នាអាចយកOffice 2024 បានចំណែកខ្ញុំយក Office Professional 2019ហើយបន្ទាប់មកយើង scroll វាមកក្រោមទៀតមកកន្លែងទៅនេះបើសិនជាអ្នកទាំងអស់គ្នាចង់បានកម្មវិធីអីយើងគ្រាន់តែបើកអាហ្នឹងមកចំណែកខ្ញុំយកតែប៉ុណ្្នឹងទេហើយយើងចុចពាក្យថា next ហើយមកដល់ចំណុចត្រង់នេះយើងជ្រើសរើសយកភាសាអង់គ្លេសហើយយើងចុច export វាមកបន្ទាប់មកយើងចុចគ្រីសកន្លែងកណ្ដាលហើយយើងយក OK ហើយយើងចុចគ្រីសមកយើងយកពាក្យថា export យើងរងចាំឲ្យ file ហ្នឹងវាដើរពេញសិនមកឥឡូវវាពេញហើយឥឡូវវាមកដល់ជំហានបន្ទាប់អ្នកទាំងអស់គ្នាគ្រាន់តែ search ពាក្យថា Office deployment tool មកបន្ទាប់មកយើងចូល website ខាងលើគេហ្នឹងបន្ទាប់មកអ្នកទាំងអស់គ្នាចុច download ហ្នឹងមកហើយឥឡូវ file ហ្នឹងវាពេញហើយឥឡូវវាយើងបើក folder យើងមកហើយយើងយកពាក្យថា download បន្ទាប់មកយើងនឹងឃើញ file 2ដែលយើងបាន download មិញហ្នឹងបន្ទាប់មកយើងបើកអា file លើគេហ្នឹងមកយើងចុច double click ពីលើវា2ដងមកបន្ទាប់មកយើងយក yes មកយើងចាំឲ្យវាដើរសិនឥឡូវវាដើរហើយអ្នកនរគ្នាគ្រាន់គ្រីសមួយហើយចុច continue មកកន្លែងនេះយើងរើសទីតាំងទុកឥឡូវខ្ញុំចូលទៅកន្លែង DPC ខ្ញុំដាក់នៅក្នុង download ដែរទៅហើយខ្ញុំចុច OK មកតបមកអ្នកទាំងអស់គ្នានឹងឃើញ file 2នៅខាងលើហ្នឹងឈ្មោះថា setup មួយហើយនិង configuration មួយហ្នឹង file 2ហ្នឹងដែលយើងបានបើកតាមមិញហ្នឹងចំណែកឯបន្តទៀតអ្នកទាំងអស់គ្នាបង្កើត folder ថ្មីមកមួយមកឥឡូវខ្ញុំបង្កើត folder ថ្មីមួយដាក់ឈ្មោះថា Officeឥឡូវយើងចុចលើ file ហ្នឹងហើយបន្តមកអ្នកទាំងអស់គ្នាចុច key control ហើយយើងចុច select លើ file ហ្នឹងមួយទៀតបន្តមកយើង copy វាមកហើយយើងចូលទៅក្នុង file Office ដែលយើងបង្កើតមិញយើងផាសវាមកបន្តមកយើងដាក់roll key នៅលើហ្នឹងមកហើយយើង copy ទាំងអស់ហ្នឹងមកហើយយើងចេញមកវិញហើយយើង search ពាក្យថា CMD ហ្នឹងមកហើយយើង run ជា admin center បន្ទាប់មកអ្នកទាំងគ្នាវាយពាក្យថា CD ហើយយើងផាសកន្លែងមិញមកហើយឥឡូវមកដល់នេះអ្នកទាំងគ្នាវាយពាក្យថា setup ចុច exe ហើយយើងដក clear ហើយយើង slash មួយម៉ាត់ហើយយើងវាយ config ហើយយើងវាយចឹងមកបន្ទាប់មកអ្នកទាំងគ្នាចូលទៅកន្លែងfolder Office ហ្នឹងហើយយើងយកពាក្យថា rename ហ្នឹងមកយើងយកឥឡូវហ្នឹងយើងយកថា rename តោះមកយើង copy ឈ្មោះវាមកហើយយើងមកផាសក្នុងហ្នឹងឥឡូវយើងផាសហើយយើងគ្រាន់តែថែមចុចXML បន្ទាប់មកយើង enter វាមកឥឡូវវាកំពុងតែតម្លើង Microsoft ឲ្យយើងបន្តមកវាកំពុងតែធ្វើការតម្លើងហើយយើងគ្រាន់តែរងចាំអាហ្នឹងពេញមកវាបានឥឡូវយើងកាត់មកដល់ពេញឥឡូវវាពេញហើយយើងគ្រាន់តែចុចដល់ពេលវាពេញហើយអ្នកនរគ្នាclose វាមកបន្ទាប់មកយើង restart version មួយមកឥឡូវបន្ទាប់ពីខ្ញុំធ្វើការ restart version ហើយយើង search ពាក្យថា Word ឥឡូវអ្នកនរគ្នានឹងឃើញកម្មវិធី Microsoft Word នៅលើហ្នឹងឥឡូវខ្ញុំបើកឲ្យមើលមក
ឥឡូវខ្ញុំចុចចូលមកបន្តមកអ្នកទាំងអស់គ្នានឹងបានឃើញកម្មវិធី Microsoft Word 2019ហ្នឹងឥឡូវដើម្បីយើងយកវាមកដាក់នៅកន្លែង desktop បានយើងគ្រាន់តែចូលកន្លែង search ហើយយើង search ថា Word មកបន្តមកអ្នកទាំងអស់គ្នាយកកន្លែង open file location បន្តមកដើម្បី select វាបានអ្នកទាំងអស់គ្នាគ្រាន់តែចុច key control ហើយយើង select រើសយកកម្មវិធីដែលយើងចង់ទាញវាយកមកដាក់មុខហើយយើងcopy វាមកដល់មកយើងចាញ់មកវិញមកយើងថាសវាមកឥឡូវយើងនឹងឃើញកម្មវិធីដែលយើងបានយកវាមកដាក់មុខហ្នឹងវីដេអូយើងមានតែប៉ុណ្្នឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដាន